សូមគោរពនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនបាទទាំងក្នុងនិងក្រៅប្រទេសដែលបានចូលមកតាមដានទស្សនាផងដែរបាទថ្ងៃនេះខ្ញុំបានមកថតទស្សនភាពបាននៅមាត់ទន្លេបាទភ្នំក្រោមពុកម៉ែបងប្អូនបាទហើយនេះគឺជាសកម្មភាពដែលក្រុមការងារបាទគាត់កំពុងតែសែងត្រីបាទសែងប្រហុកបាទមកពីទន្លេបាទហើយត្រីនៅក្នុងបាទមួយច្រែងនេះបាទមានទម្ងន់បាទរហូតដល់80គីឡូប្រហែលបាទហើយបងដែលជាកម្មករបាទអ្នកសែងត្រីនេះក៏គាត់រកចំណូលបាទមួយថ្ងៃក៏មិនបានតិចដែរដោយសារតែគាត់បាទឈរចាំដូចជាផែអញ្ចឹងពុកម៉ែបងប្អូនបាននៅកន្លែងនេះដូចផែអញ្ចឹងនៅពេលដែលបាទទូកឬក៏កណូតគេដឹកអីវ៉ាន់មកបាទត្រូវការអ្នកលើកបាទគាត់នៅប្រចាំនៅនឹងតែម្ដងបងប្អូនបាទ80គីឡូបាទហើយបងដែលគាត់អ្នកលើកហ្នឹងគាត់លើកពីរវគ្គពុកម៉ែបងប្អូនមកគាត់លើកតលាក់ពីលើទូកហើយបានគាត់លើកឡើងទៅលើឡានមកតង់ទៀតពុកម៉ែបងប្អូនបាទរកចំណូលបានពីរវគ្គពុកម៉ែបងប្អូនបាទយើងតលាក់មកតង់ឡើងលើឡានមកតង់អញ្ចឹងទៅបាទហើយឡានគេបាទយ៉ាយគួតមកចាំស្រាច់បាទតែម្ដងបាទគេសែងមកហើយគេរាប់បាទគេថ្លឹងគីឡូថ្លឹងអីត្រឹមត្រូវគិតលុយគិតកាក់ហើយបាទឈ្មួញគេទិញយកទៅបន្តទៀតហើយពុកម៉ែបងប្អូនបាទដូច្នេះសូមពុកម៉ែបងប្អូនទៅតាមដានសកម្មភាពបាទទាំងអស់គ្នាផងដែរបាទសូមអរគុណជឿណាឥឡូវណាឃើញឡើយណាឃើញកាលនេះហីហ៎អូតោកយអត់ទេមែនទេតោមួយអូនេះច្បាប់ខុសគ្នាតែអានេះអង្គការខុសគ្នាខ្ញុំអង្គការនៅលើនៅក្រោមនេះអានេះតោគេឆ្នៃដែរបងបោះស៊ីនវាតែអង្គការវានៅលើនេះបាទឆ្នៃទេទៀតបាទអូចប់លេងទៀតចប់លេងអត់បើកសោពេលសែងអញ្ចឹងគេគិតជើងអីអត់ទេគិតតោនអូតោនបានបងតោនបាន40000បាទ45000អូWah.